Okបងប្អូនឥឡូវយើងចូលមកកាន់ទូរស័ព្ទផុនយើងមកឥឡូវយើងធ្វើការចូលទៅកាន់កម្មវិធី CapCut អញ្ចឹង CapCut ផុនខ្ញុំនេះគឺជា CapCut ត្រីចាស់បងប្អូនអញ្ចឹងការ export ផុនខ្ញុំអីគឺអត់មាន load ពាណិជ្ជកម្មមកញ៉ៃញ៉ៃទេនេះបងប្អូននេះយើងឥឡូវខ្ញុំសាកexport វីដេអូខ្ញុំមួយខ្ញុំយក Full HD នេះបងប្អូននេះអញ្ចឹងការ export ផុនខ្ញុំគឺអត់មាន load ពាណិជ្ជកម្មទេបើសិនជា CapCut បងប្អូនទាំងអស់គ្នាឥឡូវនេះធ្វើការ update ហ្នឹងគឺពេលដែលយើង export ទៅគឺ load ពាណិជ្ជកម្មមកច្រើនមែនតើហើយវាគួរឲ្យធុញមែនតើហើយឥឡូវនេះគឺខ្ញុំមានដំណោះស្រាយឯក្នុងការប្រើកម្មវិធី CapCut ហ្នឹងកុំឲ្យវា load មកអីញ៉ៃអញ្ចឹងឥឡូវយើងរងចាំវាបន្តិចអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានពេញហើយឥឡូវខ្ញុំចុច done សិននេះបងប្អូននេះអញ្ចឹងវីដេអូដែលខ្ញុំ export មិញអញ្ចឹងដើម្បីអាចប្រើ CapCut ស្រីចាស់បានគឺបងប្អូនឲ្យចូលមកកាន់កម្មវិធី Google មកឥឡូវខ្ញុំសាកលុបកម្មវិធីនឹងសិនឥឡូវបងប្អូនឲ្យចូលមកកាន់ setting មើល version វាសិននេះ version របស់ខ្ញុំគឺ 10.4.0 ឥឡូវខ្ញុំធ្វើការលុបចោលអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំលុបចោលហើយឥឡូវខ្ញុំធ្វើការចូលទៅកាន់ Google Chrome ឬក៏បងប្អូនឲ្យចូលទៅកាន់កម្មវិធីអ៊ីនធឺណិតផ្សេងក៏បានដែរគឺវាអត់បញ្ហាទេតែឥឡូវយើងចូលមកកាន់ Chrome ទាំងអស់គ្នាមកអូខេបន្ទាប់មកបងប្អូននេះវាយពាក្យថា CapCut all version បងប្អូននេះចឹងដាក់ all version មកអូខេបន្ទាប់មកវាចេញដូចតម្រង់នៅលើកុំព្យូទ័រដែរចឹងយើងចុចពី order version អូខេបន្ទាប់មកបងប្អូនអរគ្នាមករក version ដែលទាបកុំទាបពេកបងប្អូននេះយើងរកតាមមួយល្មមដែលថាយើងប្រើទៅស្រួលបានហើយដូចខ្ញុំមិញអញ្ចឹងខ្ញុំយកធ្វើ version 10.4.0 នេះបងប្អូននេះឥឡូវយើងរកឃើញហើយអញ្ចឹងយើងយកធ្វើ version 10.3.0 ក៏បានដែរខ្ញុំឥឡូវខ្ញុំយក10.4 ដដែលយើងចុចមកតោះមកយើង scroll ទៅក្រោមបន្តិចយើងនឹងឃើញពាក្យdownload អញ្ចឹងបងប្អូននេះចុចកន្លែង download ហ្នឹងមកអូខេឥឡូវយើងចុចកន្លែង download មកនេះដោយសារពីមុនមកខ្ញុំធ្លាប់ download ម្ដងអញ្ចឹងខ្ញុំធ្វើការទាញម្ដងទៀតអញ្ចឹងយើងរងចាំវាបន្តិចអូខេអ្នកទាំងអស់នេះឥឡូវខ្ញុំ download ពេញហើយឥឡូវខ្ញុំធ្វើការចុចនៅលើវាមួយបន្ទាប់មកខ្ញុំយកពាក្យinstall ឬក៏ដំឡើងបន្ទាប់មកយើងចុចកន្លែង install នឹងអធិស្ឋានផងបងប្អូននេះដោយសារខ្ញុំអត់បានដូរជាភាសាអង់គ្លេសអូខេបន្ទាប់មកខ្ញុំធ្វើការចុចបើកមកអូខេចុចកន្លែងយល់ព្រមបន្ទាប់មកកន្លែងនេះខ្ញុំធ្វើការ skip ចោលអូខេឥឡូវខ្ញុំចុចកន្លែង new project មកអនុញ្ញាតអូខេអ្នកនរនេះឥឡូវខ្ញុំយកវីដេអូមិញមួយចុះបន្ទាប់មកចុចបញ្ចូលអញ្ចឹងយើងរងចាំវាបន្តិចអូខេអ្នកនរនេះឥឡូវខ្ញុំតម្លើងមិនសម្រាប់អីអញ្ចឹងversion នេះគឺយើងអាច remove noise បានឥឡូវខ្ញុំធ្វើការ remove noise សិនវីដេអូខ្ញុំវាអត់មានសម្លេងខ្ញុំតែខ្ញុំចូលមកសាកកន្លែង remove noise អញ្ចឹងណានេះបងប្អូននេះខ្ញុំអាចបើកកន្លែង remove noise បើសិនជាប៉ុនបងប្អូនវិញពេលដែលបើកទៅគឺវាទាមទារឲ្យយើងjoin pro ហើយហ្នឹងហើយដោយសារខ្ញុំអត់បានដូរជាភាសាអង់គ្លេសឥឡូវវាចេញតែភាសាខ្មែរអញ្ចឹងណាហើយបើសិនជាអាចវីដេអូក្រោយខ្ញុំនឹងធ្វើសារថ្មីហើយខ្ញុំដាក់ជាភាសាអង់គ្លេសវិញកុំឲ្យបងប្អូនអរគ្នាពិបាកមើលឥឡូវខ្ញុំសាកធ្វើការចុចកន្លែងអូខេឥឡូវខ្ញុំដាក់វីដេអូ transition មួយនេះបងប្អូននេះ
អូខេ ឥឡូវខ្ញុំសាក export សារទៀតមក អញ្ចឹងការ export របស់ខ្ញុំគឺវាអត់មាន load ពាណិជ្ជកម្មមកញ៉ៃៗទេ អញ្ចឹងបងប្អូនទាំងគ្នាអាចសាកល្បងតាមវិធីខ្ញុំបាន ហ្នឹងហើយ អញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេ ហើយបើសិនជាបងប្អូនទាំងអស់គ្នាមានសំណួរ ឬក៏មានចម្ងល់អី អាច comment នៅខាងក្រោមវីដេអូខ្ញុំបាន អរគុណ ជួបគ្នានៅវីដេអូក្រោយ បាយបាយ